ចាសួស្តីបងអញ្ចឹងសម្រាប់នេះគឺជាទម្រង់អាវមូលដ្ឋានរបស់យើងណាបងណាអញ្ចឹងមុននឹងយើងឈានដល់ការកាត់អាវគឺយើងត្រូវយល់ពីបន្ទាត់ចាបន្ទាត់ដេកនេះបន្ទាត់ដេកទាំង5នឹងសិនណាអញ្ចឹងបន្ទាត់នេះគេយើងហៅបន្ទាត់ទី1បន្ទាត់ទី1ហ្នឹងគឺយើងហៅថាបន្ទាត់ត្រីស្មាទី1ណាហើយបន្ទាត់ទី2ហ្នឹងគឺយើងហៅថាបន្ទាត់ត្រីស្មាទី2តែបន្ទាត់ទី1ហ្នឹងគឺសម្រាប់យើងចុចគោលដៅកចាបន្ទាត់ទី2ហ្នឹងសម្រាប់យើងគូសទម្រង់ស្មារបស់យើងពីកចុះមកស្មាណាអញ្ចឹងសម្រាប់ទម្រង់កចុះមកស្មាមកយើងគូសបន្តិតអញ្ចឹងមកណាហើយបន្តិតទី3ហ្នឹងគឺទំហំទ្រូងរបស់យើងឬក៏យើងហៅថាបន្តិតឃ្លៀណាចាហើយបន្តិតទី4ហ្នឹងគឺបន្តិតរាងខ្នងរបស់យើងឬក៏សម្រងចង្កេះរបស់យើងណាហើយបន្តិតទី5ចាបន្តិតទី5នេះគឺជាបន្តិតសម្រងអាវចាអញ្ចឹងយើងយល់ពីទម្រង់បន្តិតនេះយើងគូសបាន5បន្តិតនឹងចឹងមកចាហើយសម្រាប់បន្តិតទី1ចាទម្រង់ពីនេះមកនេះចាទម្រង់ពីនេះមកនេះគឺ4 cm ណាបងណាអាហ្នឹងសម្រាប់ຂະຫນាតយើងពាក់បានទាំងស្រីហើយនិងប្រុសណាគឺ4 cm ចាហើយសម្រាប់ទម្រង់នេះពីចន្លោះ4មកនេះគឺយើងយក16ណា16 cm ចា16 cm ហើយអាហ្នឹងគឺខ្ញុំគូຂະຫນាតXS ណា XS ដំបូងចាហើយសម្រាប់បន្តិតទី4របស់យើងចាគឺយើងចុចពីលើមកវិញណាគឺពីលើនេះមកវិញចាពីលើនេះមកក្រោមនេះអាហ្នឹងគឺជាទូទៅសម្រាប់បើថាຂະຫນាតយើងអាស៊ីភាគច្រើនយើងយក39ឬ40ណាហើយប៉ុណ្ណឹងគឺខ្ពស់ហើយ39ឬ40ចាតែបើថាយើងយកសម្រង XS ចឹងយើងអាចយកត្រឹម39បានណាចាំពេលបើសិនបងគូតឡើងសាយទៅបងអាចតឡើងតាមនឹងតទៀតបានណាហើយចាសម្រាប់បន្តិតទី5ណាទី5ក៏យើងយកពីលើនេះដូចគ្នាដែរចាយកពីលើនេះណាពីលើនេះទៅដល់ក្រោមណាចឹងបងសម្រងខ្ញុំឃើញក្នុងຂະຫນាតរបស់បងគឺយក66ណាប៉ុន្តែបើតាម recommend របស់ខ្ញុំអានេះបងអាចយកក៏បានបងអាចមិនយកក៏បានS គឺវែងបន្តិចណាបងណា size XS បងគួរតែយកសម្រងត្រឹម62ឬ64នេះបានព្រោះនេះ XS គាត់អត់មានខ្ពស់ប្រហែលទេភាគច្រើននៅខ្មែរយើងគាត់ជួយអាវរៀងសម្រងរៀងខើចដែរប៉ុន្តែបើថាបងយកវែងអញ្ចឹងក៏យកទៅណាអញ្ចឹងនឹងហើយបងអញ្ចឹងក្រោយពីបងយល់ពីបន្តិតនេះហើយនឹងការវាស់បន្តិតរបស់យើងហើយអញ្ចឹងសម្រាប់ជាងធ្វើការគូណាធ្វើការវាស់តាមនឹងហើយសម្រាប់ទម្រង់កចាកអញ្ចឹងយើងចូលពីនេះទៅគឺយើងចូល7លេខណាអាហ្នឹងຂະຫນាត7 cm ណារួចហើយយើងធ្វើការចោះចាចោះទម្រង់កមកបងអាចដាក់គូសពីនេះឲ្យចោះមកក្រោមណាពីបន្តិតនេះឲ្យចោះមកក្រោមអញ្ចឹងយើងអាចចោះ7.5ចាហើយបងគូសពីនេះមកក្រោមមកបងអាចដាក់ឈៀកមូលរបស់យើងគូទម្រង់កមូលយកគ្នាមកចាខ្ញុំគូដៃនេះជាអត់សូវមូលទេបងនេះអញ្ចឹងបងអាចយកដាក់ឈៀកកោមកគូមូលចូលគ្នាមកយើងកាត់ជាទម្រង់កហើយអានេះយើងបានជាទម្រង់អាវរបស់យើងបែបនេះណាអញ្ចឹងមកក្រោយពីបងគូកាត់ជាទម្រង់ពុំអាវអញ្ចឹងហើយសម្រាប់ពុំរបស់បងគឺបងអាចយកទៅកាត់ក្រោយពីបងកាត់នេះអាទម្រង់នេះយើងបត់កាត់ពុំរបស់យើងបត់ជា2មកហើយកាត់តាមទម្រង់នេះមកវាបានទម្រង់ឆ្វេងស្ដាំឯបងអញ្ចឹងសម្រាប់ដែលຂະຫນាតដែលយើងគូនឹងគឺជាទម្រង់ຂະຫນាតអាវផ្នែកខាងស្ដាំមួយសន្លឹកណាអញ្ចឹងពេលដែលយើងបត់វាទៅវាបានឆ្វេងស្ដាំ